ban dây pi công nghệ được nông ca bằng cao từ lượng bút tích này láng cứ trong trong bắt đầu ao nè để quạt màu sầm rạ lùm haiในទីនេះទទួលបាននៅអារម្មណ៍សម្រាប់ពីការងារនិងភាពនៃហត់ពេញសប្តាហ៍របស់ពួកគាត់ផងដែរនៅទីនេះយើងបានរៀបចំយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតទាំងកន្លែងស្នាក់នៅក៏ដូចជាសេវាកម្មម្ហូបអាហារដែលអាចឲ្យអ្នកដែលគាត់មកលំហែនៅទីនេះទទួលបាននៅអារម្មណ៍ផ្សារភ្ជាប់ជាមួយនឹងធម្មជាតិក៏ដូចជាបរិយាកាសខ្យល់បរិសុទ្ធផងដែរបើកលេចមកមើលចំណុចតូចៗដែលគួរឲ្យចាប់អារម្មណ៍របស់យើងវិញតួយ៉ាងជាដើរថ្មរបស់យើងដែលនៅជាប់ជាមួយនឹងអាងទឹកនេះគឺយើងបានប្រើប្រាស់ជាមួយនឹងថ្នាំពណ៌លាបដែលដូចទៅនឹងពណ៌ថ្មធម្មជាតិតែម្ដងចំពោះការរៀបចំសួនច្បារយើងបានប្រើប្រាស់ជាមួយនឹងថ្មដុសធម្មជាតិដើម្បីរៀបចំតាំងលម្អនិងរក្សាពណ៌ធម្មជាតិដែលជាធាតុដើមនៃថ្មដែលយើងបានលាបថ្នាំការពារពីលើដើម្បីការពារពីការពុកផុយទៅតាមអាកាសធាតុការរៀបចំប៊ូទិកនេះឡើងគឺយើងផ្ដោតទៅលើ concept ពណ៌ធម្មជាតិដែលសម្បីតែការរចនាទៅលើផ្ទៃអញ្ចឹងរបស់យើងគឺយើងប្រើប្រាស់ជាមួយនឹងឥដ្ឋរៀបចេញជាម៉ូដនិងលាបថ្នាំការពារពីលើដើម្បីរក្សាពណ៌ធម្មជាតិដើមរបស់ឥដ្ឋដោយមិនប្រើប្រាស់ជញ្ជាំងស៊ីម៉ង់និងថ្នាំពណ៌ជាក់ស្ដែងសម្បីតែសសររបស់យើងគឺយើងប្រើប្រាស់ជាមួយនឹងសសរពណ៌ថ្មភ្នំធម្មជាតិតែម្ដងយើងមានអាងទឹកដែលមានទឹកថ្លាខៀវសង្ងាត់និងអាចហែលលេងកម្សាន្តហើយយើងក៏មានជាមួយនឹងកន្លែងគេងដែលយើងអាចគេងហាលថ្ងៃបានក៏ដូចជាជជែកគ្នាផងដែរហើយចំណុចពិសេសនៅទីនេះមួយទៀតគឺយើងអាចអង្គុយគយគន់ទេសភាពថ្ងៃលិចដ៏ស្រស់ស្អាតដូចនៅលើកំពូលភ្នំអញ្ចឹងហើយទាំងនេះគឺជាអារម្មណ៍ថ្មីមួយបែបដែលអ្នកនឹងទទួលបាននៅពេលមកដល់ដោយនៅទីនេះមិនមែនគ្រាន់តែជាកន្លែងសម្រាប់លំហែបែបឯកជនប៉ុណ្ណោះទេវាគឺជាកន្លែងដែលយើងអាចឲ្យលោកអ្នកបានឃើញនិងបានប្រើប្រាស់ជីវិតផ្សារភ្ជាប់ទៅនឹងធម្មជាតិនៅខាងលើយើងក៏មានកន្លែងទទួលទានអាហារមួយទៀតដែលមានជាមួយនឹងបរិយាកាសបែបឈៀលជាមួយនឹងខ្យល់អាកាសត្រជាក់ស័ក្តិសមសម្រាប់អ្នកដែលគាត់ទទួលទានអាហារពេលល្ងាចអង្គុយមើលទេសភាពអាងហែលទឹកនៃពេលរាត្រី